នាងខ្ញុំជាគ្រូពេទ្យព្យាបាលផ្នែកសម្ភពនិងរោគស្ត្រីនិងក៏ជាគ្រូពេទ្យថែទាំនិងសង្គ្រោះទារកនៅមន្ទីរពេទ្យបង្អែកគិរីវង្សហើយមន្ទីរពេទ្យនេះគឺជាមន្ទីរពេទ្យដែលស្ថិតនៅតំបន់ប្រព្រំដែនដែលយើងមានបម្រើសេវាជូនប្រជាជនដែលស្ថិតនៅតាមតំបន់ដាច់ស្រយាលនិងប្រជាជនដែលនៅតាមតំបន់ជាប់ព្រំដែនទាំងអស់គ្នាពេលដែលឪពុកម្ដាយគាត់នាំកូនឬក៏ទារកដែលមានបញ្ហាផ្លូវដង្ហើមមកជួបយើងការព្យាបាលជាមួយនឹងសម្ភារៈគឺយើងមិនទាន់មានគ្រប់គ្រាន់ដើម្បីគ្រប់គ្រងឬក៏ការថែទាំនឹងប្រកបដោយគុណភាពផ្ដល់ជូនទៅពួកគាត់ទេនៅពេលដែលយើងអាចសង្គ្រោះគាត់បានគឺយើងមានអារម្មណ៍ថាយើងសោកស្ដាយពីព្រោះយើងមានតួនាទីជាអ្នកសង្គ្រោះតែយើងអាចសង្គ្រោះគាត់បានកុមារនៅប្រទេសកម្ពុជាភាគច្រើនទទួលរងការប៉ះពាល់ពីកត្តាបរិស្ថានផ្សេងៗនៅជុំវិញពួកគាត់ដូចជាការបំពុលខ្យល់ការប្រែប្រួលអាកាសធាតុការបំពុលប្រភពទឹកអាហារនិងការបំពុលដោយសំណនិងសារធាតុគីមីផ្សេងៗដើម្បីជួយដោះស្រាយបញ្ហាទាំងអស់នេះ UNICEF បានជួយផ្គត់ផ្គង់ឧបករណ៍បរិក្ខារពេទ្យជាពិសេសឧបករណ៍អុកស៊ីហ្សែនដើម្បីជួយការព្យាបាលជំងឺផ្លូវដង្ហើមផ្សេងៗដែលបានបង្កដោយការបំពុលខ្យល់ UNICEF បានជួយគាំទ្រតាមរយៈការបំពាក់ទាំងសូឡានៅតាមមណ្ឌលសុខភាពដើម្បីជួយធានាថាមណ្ឌលសុខភាពនិងស្ថាប័នសុខាភិបាលផ្សេងៗមានលទ្ធភាពក្នុងការធន់និងទប់ទល់នឹងការប្រែប្រួលអាកាសធាតុនៅថ្ងៃមុខកិច្ចគាំទ្រទាំងអស់នេះរួមមានការដំឡើងកន្លែងលាងដៃប្រព័ន្ធចម្រោះទឹកកខ្វក់កន្លែងងូតទឹកទារកដែលមានភ្ជាប់ដោយប្រព័ន្ធសូឡាហើយនិងប្រព័ន្ធទឹកក្តៅព័ត៌មានថ្មីនេះសំខាន់សម្រាប់ខ្ញុំនៅមណ្ឌលសុខភាពដើម្បីរៀបទៅផ្សព្វផ្សាយក្រោយពីបានសិក្សានៅសំណល់លោហៈបានទទួលដឹងខ្ញុំបានទៅចុះសហគមន៍ដើម្បីផ្សព្វផ្សាយពីផលប៉ះពាល់នៃសំណល់អញ្ចឹងតាំងពីយើងទទួលបានឧបករណ៍ដែលឧបត្ថម្ភមកហ្នឹងគឺជីវិតរបស់កុមារទារកក៏ដូចជាស្ត្រីដែលជាម្ដាយហ្នឹងគឺមានការផ្លាស់ប្ដូរខ្លាំងមែនតើហ្មងអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍រីករាយប្រកបដោយមោទនភាពមែនតើនៅពេលដែលយើងអាចជួយសង្គ្រោះជីវិតកុមារនិងទារកបានដែលដើម្បីជួយទៅដល់នៅក្នុងសហគមន៍ដាច់ស្រយាលក៏ដូចជាទីកន្លែងផ្សេងៗដើម្បីឲ្យប្រទេសជាតិយើងទទួលបានការរីកចម្រើននាពេលអនាគត